ជាធម្មតាច្បាប់គឺជាក្បួនខ្នាតមួយសម្រាប់សង្គមដែលនាំឲ្យសង្គមឬក៏ប្រទេសមួយមានសុខមានសន្តិភាពមានសណ្ដាប់ធ្នាប់ល្អមានរបៀបរៀបរយអញ្ចឹងហើយប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសគ្រប់ស្រទាប់វណ្ណៈទាំងអ្នកមានទាំងអ្នកក្រនិមឺនរិះមន្ត្រីអង្គការសង្គមគ្រប់ផ្នែកនិងគ្រប់លំដាប់ថ្នាក់ត្រូវតែគោរពច្បាប់ទាំងអស់គ្នាហើយមានសិទ្ធិធ្វើអ្វីតែក្នុងរង្វង់ព្រំដែនដែលច្បាប់បានកំណត់កាលណាធ្វើហួសព្រំដែនច្បាប់កំណត់វាคล้ายទៅជាការរំលោភបំពានច្បាប់មិនគោរពច្បាប់ហើយវាអាចប៉ះពាល់ទៅដល់ផលប្រយោជន៍ប្រជាពលរដ្ឋប៉ះពាល់ទៅដល់សិទ្ធិសេរីភាពអ្នកដទៃប៉ះពាល់ទៅដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទាក់ទងទៅនឹងការគោរពច្បាប់នេះជារឿងមួយដែលសំខាន់ពីព្រោះពេលខ្លះច្បាប់ដែលគេបង្កើតឡើងពេលយកទៅដាក់អនុវត្តដល់មន្ត្រីដែលគាត់ជាអ្នកកាន់ច្បាប់គាត់អាចប្រើប្រាស់ច្បាប់នេះដើម្បីទាញយកផលចំណេញពីប្រជាពលរដ្ឋដូចជាពេលខ្លះច្បាប់គេកំណត់តាក់ទងទៅនឹងការផាកពិន័យទៅលើបទល្មើសណាមួយគេត្រូវផាក 60000 រៀលប៉ុន្តែដល់មន្ត្រីគាត់យកទៅអនុវត្តគាត់ផាករហូតដល់ 100,000 រៀលបាទនេះឧទាហរណ៍ណាបាទអញ្ចឹងគឺបើន័យថាធ្វើហួសព្រំដែនច្បាប់កំណត់តម្លៃសេវាសាធារណៈដែលគេកំណត់នៅក្នុងកម្រិតមួយច្បាស់លាស់ផ្អែកទៅតាមច្បាប់កាលណាយើងយកទៅដាក់អនុវត្តយកលើសតម្លៃបន្ទុកលើសអ្វីដែលច្បាប់បានកំណត់បើន័យថារំលោភបំពានច្បាប់ហើយមិនគោរពច្បាប់អញ្ចឹងការធ្វើនៅក្នុងរូបភាពទាំងអស់ហ្នឹងគឺមិនបង្ហាញពីការគោរពច្បាប់មិនអាចធ្វើឲ្យប្រទេសមួយคล้ายទៅជាប្រទេសនីតិរដ្ឋបានហើយប្រជាពលរដ្ឋដូចគ្នាកាលណាធ្វើហួសព្រំដែនច្បាប់កំណត់វាអាចប៉ះពាល់ទៅដល់សិទ្ធិសេរីភាពនិងផលប្រយោជន៍របស់អ្នកដទៃអញ្ចឹងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនត្រូវតែស្ថិតនៅក្នុងរង្វង់ព្រំដែនមួយដែលច្បាប់បានកំណត់ច្បាស់លាស់มันអាចប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនឲ្យហួសព្រំដែនបាននេះវាអាចប៉ះពាល់សិទ្ធិសេរីភាពរបស់អ្នកដទៃអញ្ចឹងយើងមានសិទ្ធិសេរីភាពអ្នកដទៃក៏គាត់មានសិទ្ធិសេរីភាពដូចគ្នាអញ្ចឹងត្រូវតែមានព្រំដែនមួយដែលច្បាប់កំណត់ធានាបាននៅការមិនរំលោភបំពានផលប្រយោជន៍ឬក៏សិទ្ធិសេរីភាពចំពោះគ្នាទៅវិញទៅមកអញ្ចឹងការគោរពច្បាប់នេះជារឿងមួយសំខាន់ណាស់ដើម្បីប្រែក្លាយប្រទេសមួយប្រទេសនីតិរដ្ឋហើយនៅក្នុងប្រទេសនីតិរដ្ឋគេគោរពច្បាប់បានល្អទាំងអស់គ្នាបាទទាំងមានមើលរិះមន្ត្រីអង្គការសង្គមគ្រប់ផ្នែកបាទគឺមិនអាចធ្វើអ្វីដែលហួសព្រំដែនច្បាប់កំណត់ធ្វើឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍អ្នកដទៃប៉ះពាល់ទៅដល់ផលប្រយោជន៍ប្រជាពលរដ្ឋអញ្ចឹងប្រជាពលរដ្ឋរស់នៅក្នុងប្រទេសមួយគឺរស់នៅបានសុខកាលណាមនុស្សគោរពច្បាប់បានទាំងអស់គ្នាគឺមនុស្សមិនអាចរំលោភបំពានផលប្រយោជន៍គ្នាទៅវិញទៅមកប្រជាពលរដ្ឋនៅក្នុងប្រទេសនីតិរដ្ឋក៏រស់នៅសុខស្រួលបាទមិនមានការផិតភ័យបាទមានការព្រួយបារម្ភទាញទៅវិញការរំលោភបំពានធ្វើបាបពីសំណាក់នរណាម្នាក់ទេគោលការណ៍ទី3ការយកច្បាប់ជាធំបាទនៅក្នុងប្រទេសនីតិរដ្ឋច្បាប់មានអត្ថប្រយោជន៍ខ្ពស់ជាងគេខ្ពស់ជាងអ្វីទាំងអស់ដូចជាច្បាប់រដ្ឋធម្មនុញ្ញច្បាប់ជាតិបាទដែលគេបង្កើតឡើងហ្នឹងគឺជាច្បាប់កំពូលបាទអញ្ចឹងទាំងអ្នកដឹកនាំប្រជាពលរដ្ឋគឺស្ថិតនៅក្រោមច្បាប់ទាំងអស់គ្នាគ្មានអ្នកណាស្ថិតនៅលើច្បាប់ឬក៏អង្គុយលើច្បាប់ទេទាំងគោរពច្បាប់ទាំងអស់គ្នាហើយជាពិសេសរាល់ច្បាប់ផ្សេងទៀតលិខិតបទដ្ឋានគតិយុត្តដែលមានអានុភាពក្រោមច្បាប់ដែលគេបង្កើតឡើងបាទដូចជាអនុក្រឹត្យស្តីសម្រាប់បទបញ្ជាសារាចរជាដើមគឺត្រូវតែមានខ្លឹមសារផ្អែកទៅលើច្បាប់ជាមូលដ្ឋាននិងស្របទៅតាមច្បាប់ជាធរមាន
កាលណាលិខិតបទដ្ឋានមួយមានខ្លឹមសារផ្ទុយទៅនឹងច្បាប់គឺมันអាចយកមកប្រើប្រាស់បានណាអញ្ចឹងធ្វើអីក៏ដោយគឺយកច្បាប់ជាតិជាធំគោរពច្បាប់រដ្ឋធម្មនុញ្ញអង្គការសង្គមដូចជាក្រសួងស្ថាប័នណាអំណាចរបស់រដ្ឋធ្វើអីក៏ដោយចេញសេចក្តីសម្រេចអីក៏ដោយក៏ត្រូវតែគិតទៅលើច្បាប់ជាតិជាធំมันអាចល្មើសច្បាប់បានទេมันអាចធ្វើអ្វីទៅតាមចិត្តចង់បានទេមុននឹងសម្រេចចិត្តនឹងធ្វើសកម្មភាពផ្សេងមកតាក់ទងទៅនឹងការដឹកនាំការគ្រប់គ្រងប្រទេសជាតិជាដើមខ្ញុំឧទាហរណ៍ដូចជានៅក្នុងក្រសួងស្ថាប័នមួយគាត់ចេញសេចក្តីប្រកាសជ្រើសរើសមន្ត្រីមកបម្រើការនៅក្នុងក្រសួងស្ថាប័នរបស់ខ្លួនហើយខ្លឹមសារនៅក្នុងសេចក្តីប្រកាសជ្រើសរើសយកតែអ្នកណាដែលប្រសូតចេញពីតកូលអភិជនឬក៏ជាកូនរបស់អ្នកដឹកនាំនៅក្នុងជួររដ្ឋាភិបាលជាដើមអញ្ចឹងការធ្វើបែបហ្នឹងគឺបង្ហាញពីការរំលោភបំពានច្បាប់មិនយកច្បាប់ជាធំគណៈដែលច្បាប់ជាតិច្បាប់រដ្ឋធម្មនុញ្ញគេបើកឱកាសផ្ដល់សិទ្ធិសេរីភាពទៅដល់ប្រជាពលរដ្ឋរូបដូចគ្នាអញ្ចឹងប្រជាពលរដ្ឋគាត់មានសិទ្ធិសេរីភាពមានឱកាសដូចគ្នានៅក្នុងការស្វែងរកការងារធ្វើផ្អែកទៅតាមសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគាត់អញ្ចឹងកាលណាក្រសួងស្ថាប័នមួយគាត់មិនផ្ដល់ឱកាសទៅឲ្យប្រជាពលរដ្ឋទូទៅទេបានន័យថាមិនយកច្បាប់ជាធំទេគឺប្រទេសហ្នឹងมันអាចคล้ายទៅជាប្រទេសនីតិរដ្ឋអញ្ចឹងទាំងអស់ហ្នឹងវាជារូបភាពនៃអំពើពុករលួយបាទការរើសអើងប្រកាន់បពុអញ្ចឹងมันអាចធ្វើឲ្យប្រទេសមួយคล้ายទៅជាប្រទេសនីតិរដ្ឋបានតែពេលខ្លះក្រសួងស្ថាប័នហ្នឹងគាត់មិនចេញសេចក្តីប្រកាសដែលមានខ្លឹមសារផ្ទុយទៅនឹងច្បាប់ជាចំហឬក៏ដោយត្រង់ទេប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែងគាត់មិនបានផ្សព្វផ្សាយឲ្យបានទូលំទូលាយឲ្យមានការដឹងឮទៅដល់ប្រជាពលរដ្ឋទូទៅតាក់ទងទៅនឹងការជ្រើសរើសនេះអញ្ចឹងគាត់ជ្រើសរើសដោយស្ងាត់គាត់ជ្រើសរើសយកតែបពុរបស់គាត់ឬក៏យកតែសាច់ញាតិបងប្អូនរបស់គាត់អញ្ចឹងទៅឬក៏បើមិនអញ្ចឹងទេតន្តែអ្នកមានលុយមានអំណាចបាទទើបអាចជាប់មានឱកាសទៅធ្វើការងារនៅក្នុងក្រសួងស្ថាប័នហ្នឹងអញ្ចឹងកូនចៅប្រជាពលរដ្ឋផ្សេងទៀតពលរដ្ឋសាមញ្ញគាត់មិនអាចមានឱកាសដើម្បីចូលរួមប្រកួតប្រជែងដើម្បីចាប់យកតំណែងតួនាទីការងារនៅតាមក្រសួងស្ថាប័ននឹងបាននេះអញ្ចឹងការធ្វើបែបនេះក៏មិនបង្ហាញពីការគោរពច្បាប់ការយកច្បាប់ជាធំដែរគឺជារូបភាពនៃអំពើពុករលួយបពុនិយមបាទរើសអើងគ្មានតម្លាភាពអញ្ចឹងมันអាចធ្វើឲ្យប្រទេសមួយคล้ายទៅជាប្រទេសនីតិរដ្ឋបាននេះអញ្ចឹងវាស្ថិតនៅក្នុងការមិនគោរពច្បាប់កាន់យកច្បាប់ជាធំនោះដែរនេះមិនមែនជាប្រទេសដែលគោរពច្បាប់ទេប្រទេសនេះក៏មិនមែនជាប្រទេសនីតិរដ្ឋបាទអញ្ចឹងប្រទេសនីតិរដ្ឋគេបើកចំហបាទជាទូទៅឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបាទដែលមានឱកាសនៅក្នុងការចូលរួមប្រកួតប្រជែងដោយស្មើភាពតាក់ទងទៅនឹងការស្វែងរកការងារធ្វើ